很香哎。沾着吃的。好香，我超喜欢这种面包味。我不是给你炒的。好吃啊，那个烤的酥酥的。很好吃的。ថ្ងៃនេះខ្ញុំមកធ្វើខកោជ្រលក់មួយនំប៉័ងធ្វើនេះហើយគាត់ថាចង់ឲ្យបងស្រីធំហ្នឹងគាត់បានភ្លក់ផងតែអត់ដឹងថាខ្ញុំធ្វើតន់មិនតន់ទេដំបូងហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់រត់ភ្លើងគាត់ហ្នឹងគឺចេញម៉ោង6ក្នុងចិត្តបើគាត់តន់ឲ្យគាត់បានញ៉ាំគាត់ល្អបើអត់តន់ទេពួកខ្ញុំនេះក៏អាចញ៉ាំបានដែរដោយសារលើកមុនធ្វើទៅវារៀងតិចពេកចុះអញ្ចឹងហើយញ៉ាំអត់ឆ្អែតលើកនេះឃ្លានទៀតបងប្អូនក៏គាត់ថាធ្វើម្ដងទៀតទៅបើការធ្វើនំប៉័ងនេះវិញម្សៅខ្ញុំគុណនឹង2ហ្មងធ្វើឲ្យវារៀងច្រើនតិចហើយការធ្វើនំប៉័ងនេះខ្ញុំអត់រៀបរាប់លម្អិតទេដោយសារខ្ញុំធ្លាប់ធ្វើពី3ដងហើយកុំឲ្យវីដេអូនឹងវាវែងពេកវាយហើយនឹងខ្ញុំក៏បានផ្អាប់វារយៈពេល2ម៉ោងទុកវាចោលសិនតែឥឡូវយើងមកមើលខកោយើងមិញម្ដងនេះឆ្អើរនេះ7 8ប្រទេសត្រាំទឹកឲ្យវាហីខ្ទឹមសខ្ទឹមក្រហមរបស់យើងនេះច្រាមឲ្យម៉ត់គល់លខៃយើងដំវាតិចៗមកដើម្បីឲ្យវាចេញជាតិម្ដងក៏ដំដែរថែមស្លឹកក្រូចសើចឈើអែមហើយនឹងផ្កាច័ន្ទហើយនេះគឺសាច់គោលើកនេះខ្ញុំធ្វើ1គីឡូជាងនេះឲ្យតែទិញសាច់គោនឹងតែគេថែមគ្រឿងខឲ្យយើងមកថងមកសាច់នឹងលាងទឹកហើយនឹងខ្ញុំកាត់វាជាដុំដោយសារពេលទិញមកនឹងវាផ្ទាំងរៀងធំដែរខ្ញុំដាក់ដាំទឹកមួយឆ្នាំងបងគល់លខៃហើយនឹងស្លឹកក្រូចសើចចូលពេលបងចូលហើយទឹកនឹកឃើញថាចង់សោះពេញប៉ោះដើម្បីបកស្បកវាចេញយើងញ៉ាំទៅកាន់តែឆ្ងាញ់សោះអត់យូរទេប្រហែលជា30វិនាទីអីហ្នឹងខ្ញុំលើកចេញហើយថែមទឹកត្រជាក់មួយផ្លែតហ្នឹងគឺយើងអាចបកបានយ៉ាងស្រួលហ្មងពេលដែលខ្ញុំយកទៅសោះហ្នឹងខ្ញុំភ្លេចវះគូតវាតែអត់អីទេបកបានធម្មតាខ្ញុំអត់ចេះញ៉ាំពេញប៉ោះទេប៉ុន្តែព្រោះសារខ្ញុំក៏ធ្វើលើកមុនគាត់យកពេញប៉ោះទៅបកស្បកចឹងទើបយកចំអិនតាមក្រោយគឺខ្ញុំអាចញ៉ាំបានហើយឆ្ងាញ់ទៀតទឹកដដែលហ្នឹងខ្ញុំយកមកសាច់គោរបស់យើងវិញរយៈពេលតែ1នាទីទេខ្ញុំលើកវាចេញហើយនេះគ្រឿងផ្សំដែលខ្ញុំយកមកធ្វើខគោរបស់ខ្ញុំខ្ញុំបានរៀបចំរួចរាល់ហើយតាំងពីបន្លែតាំងពីសាច់នេះខ្ញុំធ្វើតាមបងប្អូនណាដោយសារវីដេអូមុនមានបងប្អូនប្រាប់ខ្ញុំថាឲ្យខ្ញុំបន្ថែមសាតេជាមួយនឹងទឹកដោះគោខាប់ទើបធ្វើឲ្យខគោហ្នឹងមានរសជាតិកាន់តែឆ្ងាញ់តោះឥឡូវមកមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នាជាដំបូងហ្នឹងខ្ញុំបានដាក់ខ្លាញ់បងផ្កាច័ន្ទឈើអែមគល់លខៃស្លឹកក្រូចសើចម្ដេងលីងឲ្យវាឡើងឈ្ងុយបន្តិចចាំដាក់ខ្ទឹមសខ្ទឹមក្រហមដែលយើងច្រាមមុនហ្នឹងចូលដែរឲ្យវាឡើងរៀងក្រហមចាំដាក់ម្ទេសឆ្អើរចូលឆាលេងឲ្យឡើងឈ្ងុយចាំដាក់ស្ករត្នោតនឹងមកស្ព្រាបាយចូលទៅកូរច្បល់ឲ្យវាឡើងរលាយហើយទៅដាក់ស្ដែកដៃវាបន្តិចហើយដាក់សាច់គោយើងចូលហ្មងច្បល់តែប៉ុណ្្នេះហើយគ្រឿងខគោរបស់យើងនឹងឡើងឈ្ងុយហ្មងហើយនេះវិញគ្រឿងខគោខ្ញុំបានដាក់វាកន្លះកញ្ចប់សាតេមកស្ព្រាឲ្យគ្រឿងវាសព្វចូលគ្នាបានល្អកូរសាច់គោយើងដកដាច់ទឹកដែរទៅចាំចាក់ទឹកចូលគ្រឿងផ្សំយើងដាក់តិចសិនមានម្សៅស៊ុបទឹកថៃអំបិលទឹកដោះគោខាឡាយយើងក៏ដាក់ឲ្យហើយដែរក្រត់ហើយនឹងពេញប៉ោះងាស់វាចោលរយៈពេល2ទៅ3ម៉ោងដើម្បីឲ្យសាច់យើងផុយកន្លែងទៅមើលម្សៅនំប៉័ងរបស់ខ្ញុំវិញនិយាយពីថាឡើងល្អមែនតែនខ្ញុំធ្វើនំប៉័ងលើកនេះរៀងធំជាងរាល់ដងរៀបចំដុតនំប៉័ងហ្នឹងមើលម៉ោង5បាត់អីហើយបងថ្លៃខ្ញុំហ្នឹងក៏ទៅតែមកពីក្រៅវិញដែរខ្ញុំក៏បានប្រាប់គាត់ថាម៉ៃនឹងញ៉ាំនំប៉័ងខគោរបស់ខ្ញុំអត់ដំបូងគាត់រៀងតាក់ទើដល់ពេលបានឃើញនំប៉័ងហើយក៏បានឃើញខគោមួយឆ្នាំងរបស់ខ្ញុំទៅឲ្យថាអូខេគាត់នៅញ៉ាំគាត់សុខចិត្តកែសវត្តរថភ្លើងគាត់ហ្នឹងណាទៅម៉ោង8កន្លះវិញឥឡូវនំប៉័ងយើងក៏ឆ្អិនដែរខ្ញុំក៏បានយកបាតសាច់គោចេញមកដើម្បីដាក់ក្នុងទឹកស៊ុបរបស់យើងណាហើយមកថងធំរបស់គេហ្នឹងគឺមាន2កូនថងនៅក្នុងហ្នឹងក៏លេចមើលខគោរបស់យើងវិញខ្ញុំងាស់រយៈពេល2ម៉ោងហើយខ្ញុំក៏បានដួសសាច់ម្ដុំហ្នឹងយកទៅភ្លក់ថារសជាតិវាបែបណាហើយវាផុយនៅសម្រាប់រសជាតិគឺល្មមហើយប៉ុន្តែសាច់នេះវារៀងស្ទើរអញ្ចឹងហើយត្រូវងាស់រយៈពេលកន្លះម៉ោងទៀតមុននឹងងាស់កន្លះម៉ោងហើយវារៀងទឹកខ្ញុំបានបន្ថែមទឹកឲ្យបងប្រហិតសាច់គោយើងចូលទៅហ្មងទុកឲ្យតែមួយពុះទៀតគឺយើងអាចញ៉ាំបានហើយហើយដូចដាក់ចានម្នាក់មួយចានមកបន្ថែមខ្ទឹមប្រាំងជីអំបងហើយនឹងម្អមបន្ទាប់មកលើកដាក់លើតុមកដើម្បីឲ្យពួកគាត់នឹងញ៉ាំបងថ្លៃខ្ញុំឃើញមើលទៅតំណងក៏ឲ្យក្មេងខ្ញុំនឹងជួយថតរូបឲ្យតិចមកម៉ែក្មេងខ្ញុំថានំប៉័ងខ្ញុំលើកនេះធំល្អតែខ្ញុំប្រើភ្លើងអត់ដល់វាមានអាលើអាខមអាលើវារៀងល្អជាងអាខាងក្រោមនេះវារៀងឈួញអាមិនចឹងទេប៉ុន្តែរសជាតិឆ្ងាញ់ធម្មតាតែខ្ញុំធ្វើអាធំបែបនេះហើយវាអត់សូវស្រួយទេធ្វើអាទូចដូចលើកមុនណាវាស្រួយឆ្ងាញ់ជាងបងស្រីគាត់ថានំប៉័ងខ្ញុំហ្នឹងឆ្ងាញ់ណាស់និយាយពីថាឡើងឈ្ងុយហ្មងគាត់ចូលចិត្តមែនតែនគាត់ថាញ៉ាំតែនំប៉័ងនឹងតេក៏ឆ្ងាញ់ដែរបើជ្រលក់ជាមួយនឹងខគោនឹងទៀតគាត់ថាកាន់តែឆ្ងាញ់បើម៉ែក្មេងឲ្យក្មេងខ្ញុំគាត់ធ្លាប់ញ៉ាំម្ដងគាត់ចូលចិត្តមែនតែនបងស្រីនិយាយតែនំប៉័ងមួយហ្នឹងគាត់ញ៉ាំអត់ទាន់អស់ហើយប៉ុន្តែទឹកគឺអស់ហើយគាត់បានបន្ថែមទឹកស៊ុបនិយាយទៅគាត់ចូលចិត្តហត់ទឹកមែនតែនឲ្យក្មេងខ្ញុំគាត់ថែមដែរបងថ្លៃខ្ញុំគាត់សើអត់ឈប់ហ្មងគាត់ថាឆ្ងាញ់តាំងនំប៉័ងហើយតាំងទឹកខឆ្ងាញ់ទាំងពីរហើយនេះគាត់ដួសថែមមួយចានទៀតហើយញ៉ាំពីតាំងតម្លាក់សក់រហូតដល់ចងសក់វិញព្រោះទឹកស៊ុបក្តៅហើយមេឃយើងក៏ក្តៅដែរញ៉ាំហើយពួកខ្ញុំក៏បញ្ញាហ្នឹងជូនគាត់ទៅចំណតរថភ្លើងបិះទៅអត់តន់ទៀតដល់សារថ្ងៃគាត់ទៅហ្នឹងផ្លូវស្ទះមែនតែន
ត្រឡប់មកវិញណាបានពីអ្នកខ្ញុំនឹងមកភ្លក់ខកោរបស់ខ្ញុំវិញម្ដងតំណងបងប្អូនណានិយាយពីថាសាច់នេះអាងន់ឡើងផុយហ្មងខកោខ្ញុំនេះអាប់ដេតម្ដងតិចដោយសារបងប្អូនគាត់បានខមមិនប្រាប់ចឹងណាធ្វើឲ្យខកោរបស់ខ្ញុំនឹងកាន់តែខ្ទិះកាន់តែជាតិយូរទៅកាន់តែឆ្ងាញ់ទៅបាញ់ប៉ោះរបស់យើងពេលដែលបកស្បកចឹងទៅវាចូលជាតិមែនតែនហើយវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀត